ភាពភិក្ខុសុសង្ឃតវុទ្ធនិសិទ្ធសូមនមស្ការព្រះថេរានថេរៈគ្រប់ព្រះអង្គសូមចម្រើនពរបងប្អូនញាតិញោមនៅក្នុងប្រទេសក្រៅប្រទេសទាំងអស់ថ្ងៃនេះនិយាយខ្លីៗអំពីព្រហ្មវិហារធម៌4ប្រការមេត្តាសេចក្តីប្រាថ្នាស្រឡាញ់ចង់ឲ្យអ្នកដទៃមានសេចក្តីសុខហើយមានចិត្តមេត្រីគិតឲ្យមនុស្សសត្វទូទាំងបានសេចក្តីសុខករុណាមានសេចក្តីអាណិតអាសូរឃើញគេមានសេចក្តីទុក្ខក៏គូជួយរំលែកទុក្ខសង្គ្រោះដល់ពពកសត្វមិនថាសត្វមនុស្សឬក៏សត្វដេរឆានទេមុទិតាគឺមានសេចក្តីហៅថាអ្នកដទៃដែលមានសេចក្តីសុខសូមឲ្យចិត្តរីករាយមានសេចក្តីសុខជានិច្ចចំពោះសត្វទាំងឡាយដែលស្ថិតនៅក្នុងសេចក្តីសុខគឺឲ្យបានសេចក្តីសុខជារៀងតទៅឧបេក្ខាតាំងចិត្តជាកណ្ដាលមិនថានៅស្ងៀមមិនឃើញអ្នកដទៃមានទុក្ខក៏ជួយរំលែកទុក្ខឃើញមានអ្នកដទៃបានសេចក្តីសុខក៏ចូលរួមសេចក្តីសុខជាមួយមនុស្សដទៃទៀតសូមឲ្យបងប្អូនប្រជាពលរដ្ឋជួយចែករំលែកជួយចេះជួយគ្នាសាមគ្គីគ្នាសង្គមប្រទេសជាតិយើងសពថ្ងៃនេះគឺត្រូវការមនុស្សដែលជួយសង្គ្រោះគ្នាមិនមែនឃើញតែប្រយោជន៍ផ្ទាល់ខ្លួនដោយរបបដឹកនាំសពថ្ងៃទេឃើញតែប្រយោជន៍ផ្ទាល់ខ្លួនធ្វើនយោបាយដើម្បីជាអំណាចរបស់បពុះខ្លួនតកូលខ្លួនមិនគិតគូរពីផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋប្រជាជនជារាជទូទៅសូមឲ្យបងប្អូនប្រជាពលរដ្ឋងាកមកគ្រប់គ្រងរាជរដ្ឋាភិបាលដែលដឹកនាំដោយលោកប្រធានសំរងស៊ី23តុលាដែលបង្កើតពីថ្ងៃទី23តុលានឹងហើយក៏សូមឲ្យបងប្អូនជឿទុកចិត្តឬក៏បើបានផ្លាស់ប្ដូរបានឆាប់គឺប្រទេសខ្មែរយើងនឹងរួចផុតអំពីកេរ្តិ៍ឈ្មោះមិនល្អនៅក្នុងពិភពលោកអញ្ចឹងហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋជួយគ្រប់គ្រងរាជរដ្ឋាភិបាល23តុលាដែលដឹកនាំដោយលោកប្រធានសំរងស៊ីអញ្ចឹងសំខាន់ណាស់គឺព្រហ្មវិហារធម៌ហ្នឹងគឺវានៅលើការដឹកនាំរបស់មិនថាមនុស្សចំនួនណាក៏ដោយគឺជាពិសេសហ្នឹងគឺមនុស្សចំនួនថ្មីហ្នឹងឯងបើសិនជាមានព្រហ្មវិហារធម៌ដឹកនាំប្រជាពលរដ្ឋនាំឲ្យប្រជាពលរដ្ឋមានសេចក្តីសុខគឺវាជារឿងមួយល្អដែលសង្គមមិនថាសង្គមខ្មែរឬក៏សង្គមប្រទេសដទៃទៀតគឺត្រូវការថ្នាក់ដឹកនាំដែលមានព្រហ្មវិហារធម៌ទាំង4ហ្នឹងឯងមានមេត្តាករុណាមុទិតាឧបេក្ខាហ្នឹងអញ្ចឹងក៏សូមខ្លីៗចម្រើនពរបញ្ចប់ពរសូមចម្រើនពរ